ពិភពលោកនេះពេលបច្ចុប្បន្នគ្រោះមហន្តរាយធំបានគំរាមកំហែងនិងបំផ្លិចបំផ្លាញដល់សម្បត្តិធម្មជាតិហើយមនុស្សជាតិកាន់តែមានកំណើនកើនឡើងជាលំដាប់លំដោយហើយបរិស្ថានបានទទួលរងនៅមហន្តរាយកាន់តែធ្ងន់ធ្ងរទៅម្យ៉ាងវិញទៀតពិភពលោកបានបង្ហាញនៅការព្រមាននៃគ្រោះមហន្តរាយនេះផងដែរលោកធីស្រីនីវ៉ាសារ៉ាវអ្នកជំនាញផ្នែកបរិស្ថាននៃជនជាតិឥណ្ឌាព្រមទាំងភរិយានិងកូនចំនួន2នាក់និងសហការីម្នាក់ផងដែលជាមិត្តភ័ក្តិដ៏ជិតស្និទ្ធបំផុតកាលពីស្ថិតនៅក្នុងវ័យសិក្សាបានធ្វើដំណើរជុំវិញពិភពលោកតាមរយៈនៃការប្រើប្រាស់រថយន្តប្រភេទ Hyundai Santa Fe តាមការបញ្ជាក់របស់លោកធីស្រីនីវ៉ាសារ៉ាវបានបង្ហាញថានៅក្នុងដំណើរគួរចរនៃបេសកកម្មរបស់លោកនៅតាមបណ្ដាប្រទេសនានានៅលើពិភពលោកត្រូវបានប្រើប្រាស់រយៈពេល2ឆ្នាំដោយឆ្លងកាត់ប្រទេសនានាចំនួន120ប្រទេសនៃទ្វីបទាំង5ក្នុងរយៈចម្ងាយប្រមាណ120,000គីឡូម៉ែត្រប៉ុន្តែរហូតមកដល់ពេលនេះបេសកកម្មរបស់ក្រុមការងាររបស់លោកទើបតែបានឆ្លងកាត់ទៅលើការធ្វើដំណើរបានរយៈពេលត្រឹមតែ1ឆ្នាំប៉ុណ្ណោះលើចម្ងាយផ្លូវ60,000គីឡូម៉ែត្រគឺទើបតែពាក់កណ្ដាលផ្លូវប៉ុណ្ណោះដោយធ្វើគូចរចេញដំណើរពីស្រុកកំណើតរបស់លោកដោយផ្ទាល់នៃតំបន់តាមិលណាឌូរបស់ប្រទេសឥណ្ឌាដែលបានមកដល់ក្រុងសៀមរាបអង្គរនាពេលនេះហើយគ្រូនឹងត្រូវបញ្ចប់នៅទីក្រុងញូវយ៉កនៅឆ្នាំក្រោយហើយចំពោះរាល់ការធ្វើដំណើររបស់លោកទៀតសោតគឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនៅយុទ្ធនាការស្ដីពីការព្រមានដោយគ្រោះមហន្តរាយសម្រាប់ពិភពលោកយ៉ាងនេះជាមួយនឹងការធ្វើដំណើរជុំវិញពិភពលោកក្នុងទ្វីបទាំង5នេះគឺលោកធីស្រីនីវ៉ាសារ៉ាវបានបំពេញបេសកកម្មជាប់គ្នាចំនួន7លើកកន្លងមកហើយលើរយៈចម្ងាយផ្លូវ70,000គីឡូម៉ែត្រត្រឹមតែក្នុងរយៈពេល25ឆ្នាំកន្លងទៅនេះគឺចាប់ពីឆ្នាំ1986មកម្លេះហើយចំពោះបុព្វហេតុនៃយុទ្ធនាការលើកមុននេះគឺជាការធ្វើឡើងសម្រាប់ការផ្សព្វផ្សាយឲ្យកាន់តែប្រសើរឡើងរួចនៃរួមចំណែកផ្ដោតសំខាន់ទៅលើអត្ថន័យនៃការកាត់បន្ថយសពាអាវុធនុយក្លេអ៊ែរការអភិរក្សបរិស្ថាននិងការផ្សព្វផ្សាយពីការព្រមាននៃភពផែនដីជាមួយនឹងការស្នាក់នៅអាស្រ័យនៅក្នុងសន្តាគារឡាក់គីអង្គរដែលជាសន្តាគារកម្រិតផ្កាយ4តាមស្តង់ដារអន្តរជាតិនៅលើទឹកដីវប្បធម៌ប្រវត្តិសាស្ត្រខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាលោកធីស្រីនីវ៉ាសារ៉ាវបានប្រាប់ឲ្យអ្នកយកព័ត៌មានរបស់ទូរទស្សន៍ខ្សែកាប់អង្គរដែលជាបណ្ដាញទូរទស្សន៍ឈានមុខគេនៅក្នុងខេត្តសៀមរាបបានឲ្យដឹងថាបច្ចុប្បន្ននេះពិភពលោកទាំងមូលបានប្រើប្រាស់នៅវត្ថុធាតុប្លាស្ទិកនិងសារធាតុគីមីក្នុងកម្រិតខ្ពស់ហើយស្ថានភាពនៃភពផែនដីគឺស្រទាប់អូโซนកាន់តែដុនដាបធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃហើយការប្រមាណដ៏ធំកម្រិតខ្ពស់និងប្រកបដោយគ្រោះថ្នាក់គឺបណ្ដាលមកពីភ្លើងឆេះព្រៃការរលាយទឹកកកនៅតំបន់ប៉ូលនៃភពផែនដីនិងការស្លាប់វិនាសហិនហោចនៃប្រភេទរុក្ខជាតិនិងប្រភេទសត្វនានាប្រសិនបើផ្ទៃទឹកសមុទ្រនៅតែឡើងបន្តកម្ពស់នោះយើងប្រហែលជាត្រូវលួងទឹកស្លាប់ទាំងអស់គ្នាហើយបន្ទាប់មកភពផែនដីនេះនឹងត្រូវបំផ្លាញទាំងស្រុងហើយក៏ដូចគ្នាដែរនឹងមែនតែនទៅធម្មជាតិបន្តិចម្ដងបានសងសឹកនិងដាក់បណ្ដាសាប្រឆាំងនឹងមនុស្សវិញនៅរាល់សេចក្តីមិនប្រុងប្រយ័ត្ននិងសេចក្តីប្រងើយកន្តើយរបស់ខ្លួននោះបើយោងទៅតាមអង្គការសហប្រជាជាតិនៃក្រមអន្តររដ្ឋាភិបាលស្ដីពីបម្រែបម្រួលអាកាសធាតុនៅក្នុងរយៈពេល10ឆ្នាំកន្លងមកនៃសកម្មភាពដ៏អន្តរាយទាំងឡាយរបស់មនុស្សនឹងទទួលនៅលទ្ធផលដ៏អាក្រក់ដែលមិនអាចវិលត្រឡប់មករកស្ថានភាពដើមវិញបានឡើយប៉ុន្តែអ្វីគ្រប់យ៉ាងវានឹងមិនទាន់យឺតពេលនៅឡើយនោះទេគឺយើងនៅមានលទ្ធភាពក្នុងការស្រោចស្រង់ភពផែនដីពីភាពហិនហោចនៃសេចក្តីវិនាសទាំងស្រុងនោះបានដោយយើងរួមគ្នាតបស្នងរក្សាការពារនៅអ្វីដែលធម្មជាតិបានផ្ដល់មកឲ្យយើងវិញនោះដោយឡែកលោកនិងក្រុមគ្រួសារក៏ដូចជាអ្នករួមដំណើរបានឲ្យដឹងថាលោកសែនពេញចិត្តនឹងប្រទេសកម្ពុជាដែលពោពេញទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មហាសាលហើយបច្ចុប្បន្នមានភ្ញៀវទេសចរយ៉ាងច្រើនកុះករពីបណ្ដាទ្វីបទាំង5មកទស្សនានៅកម្ពុជាពិសេសនៅតំបន់វប្បធម៌ប្រវត្តិសាស្ត្រសៀមរាបអង្គរហើយលោកនិងក្រុមការងារនឹងពេញចិត្តក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរដ៏មហាអស្ចារ្យនេះហើយយើងនឹងព្យាយាមក្នុងការចូលរួមអភិរក្សនិងអភិវឌ្ឍនៅរាល់សកម្មភាពសម្បត្តិវប្បធម៌អរិយធម៌បរិស្ថានធនធានធម្មជាតិនិងរាល់សម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិដែលកម្ពុជាកំពុងតែមានជាបន្តបន្ទាប់